នៅទីបំផុតហាងចរណៃដែលរកស៊ីបោកប្រាស់ទំនុកចិត្តរបស់បាទមហាជនបងប្អូនគ្នាត្រូវបានប្រកាសបិទទ្វារត្រឹមខែសីហានេះហើយបាទក្រោយមហាជនរិះគន់មិនសំចៃមាត់ពាក់ព័ន្ធទៅនឹងការលក់បោកប្រាស់បាទអ្នកគ្រប់គ្រងមហាជនដោយមិនបានបញ្ជាក់ថាជាត្រីអ្វីឲ្យពិតប្រាកដបាទម្នាក់ខំបាទសន្សំលុយសន្សំកាក់ដើម្បីបានហូបត្រីសាម៉ុនក៏ប៉ុន្តែលទ្ធផលចុងក្រោយទៅហូបប្រភេទត្រីត្រោកជាប្រភេទត្រីដែលមានសាច់ស្ទៀងគ្នាទៅទៀតប៉ុន្តែតាមការបកស្រាយរបស់គាត់មកវគ្គមុនគាត់ក៏បានបញ្ជាក់ថាគាត់ពិតជាសុំទោសមែនដោយសារតែគាត់មិនបានប្រាប់ភ្ញៀវក៏ប៉ុន្តែនៅលើបណ្ដាញសង្គមដែលគាត់ផ្សព្វផ្សាយក៏គាត់អត់បានបញ្ជាក់ថាគាត់មានប្រភេទត្រីពីរដែរធម្មតាការផ្សព្វផ្សាយទៅត្រីសាម៉ុនដល់ពេលទៅទិញនៅហាងវាមានពីរប្រភេទចុះពីណាទៅចាប់អារម្មណ៍បាទប្រភេទសាច់ត្រីនឹងវាដូចគ្នានឹងបងប្អូននេះរកស៊ីមានបានប្រហែលឆ្នាំចំណេញបានប្រហែលម៉ឺនប្រហែលលានដុល្លារឥឡូវលទ្ធផលចុងក្រោយបាទថ្ងៃក្រោយគាត់គេលឺឈ្មោះគេលែងចូលបាត់ទៅហើយខ្លាចតែយើងបើកហាងថ្មីអាហ្នឹងឈ្មោះថ្មីចេះតែមានអ្នកទៅទិញទៅតែបើថាឈ្មោះហ្នឹងទៀតមានពីណាគេចង់ទៅទិញទេហើយបើយើងសួរទៅលើ AI ការហូបត្រីត្រោតនេះគឺជាប្រភេទត្រីទឹកសាបហើយហូបទៅវាប៉ះពាល់សុខភាពខ្លាំងមែនទែនបាទកុំថាប៉ះពាល់សុខភាពគឺប៉ះពាល់សុខភាពដោយសារប្រភេទត្រីសាម៉ុននេះគឺជាប្រភេទត្រីទឹកប្រៃហើយអាត្រីត្រោកនេះជាប្រភេទត្រីទឹកសាបអញ្ចឹងប្រភេទត្រីទឹកសាបគឺហូបឆៅអត់កើតទេគឺប៉ះពាល់សុខភាពបងប្អូនគ្នាអញ្ចឹងការហូបត្រីសាម៉ុនត្រីថោកនេះប្រយ័ត្នមែនទែន